សកម្មភាពដែលខ្សាច់បឺតមនុស្សបែបនេះខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឃើញមកហើយតែអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នានោះគឺវាមិនគ្រោះថ្នាក់ដូចជាអ្វីដែលយើងបានគិតនោះទេព្រោះការពិតទៅសកម្មភាពដែលខ្សាច់បឺតមនុស្សបែបនេះវាមិនគួរឲ្យខ្លាចដូចជានៅក្នុងភាពយន្តឡើយណាមួយវាក៏គ្មានកម្លាំងណាដែលអាចទាញមនុស្សចូលទៅភ្លាមឬអាចឲ្យអ្នកថប់ដង្ហើមឬមួយក៏ខ្វះអុកស៊ីសែននេះដែរនេះគឺដោយសារតែកំហាប់របស់ខ្លួនមនុស្សយើងវាខ្សោយជាងកំហាប់របស់ខ្សាច់ដូច្នេះហើយរាងកាយរបស់យើងអាចនៅលើខ្សាច់បានតែក៏មិនមែនមានន័យថាវាមិនមានគ្រោះថ្នាក់សោះនោះទេបើសិនជាអ្នកជួបផ្ទាល់នៅក្នុងហេតុការណ៍នេះសូមអ្នកកុំព្យាយាមរើខ្លួនមកវិញទាំងការភិតភ័យខ្លាំងពេកមានន័យថាអ្នកត្រូវគ្រប់គ្រងអារម្មណ៍និងគ្រប់គ្រងស្ថានភាពឲ្យបានបើមិនដូច្នោះទេវានឹងកាន់តែធ្វើឲ្យរាងកាយរបស់យើងជាប់ណែនខ្លាំងឡើងដល់ថ្នាក់យើងលែងអាចធ្វើអ្វីបានទាំងអស់សម្រាប់វិធីរំដោះខ្លួនគឺដោយអ្វីដែលខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាមុននេះអញ្ចឹងគឺការតាំងស្មារតីនិងព្យាយាមបង្ហើបកន្លែងណាដែលយើងបានលេចទៅនឹងឡើងមកលើវិញម្ដងបន្តិចឬអ្នកអាចបដិខ្លួនទៅក្រោយហើយរំកិលខ្លួនយឺតដូចនៅក្នុងវីដេអូនេះអញ្ចឹងការធ្វើបែបនេះវានឹងអាចឲ្យរាងកាយយើងអាចងើបចេញមកបានបន្ទាប់មកអ្នកត្រូវតែវាចេញពីកន្លែងដែលអ្នកបានជួបគ្រោះថ្នាក់នឹងម្ដងបន្តិចរហូតដល់អ្នកអាចគ្រប់គ្រងខ្លួនឯងបានទាំងស្រុង